ចាសំខាន់រាល់ថ្ងៃចឹងទៅវារាងកាយយើងវារឹងប៉ឹងណាបើយើងហាត់ជាប្រចាំរាល់ថ្ងៃរាងកាយយើងរឹងប៉ឹងហើយបងប្អូនចាជំរាបសួរបងប្អូនទាំងអស់គ្នាណាយើងព្យាយាមថែទាំសុខភាពទៅក៏យើងបានសុខភាពច្រើនដែរបងប្អូនចាអ្នកដែលមកនឹងសិតតែស្រឡាញ់សុខភាពណាបងប្អូនព្យាយាមណានោះបងស្រីឆ្លៀកខោកាឡាហ្នឹងក៏អាយុ77ហើយបងប្អូនគាត់សួរណាហើយគាត់ហាត់ជាមួយខ្ញុំជាង10ឆ្នាំហើយគីឡូគាត់តែប៉ុណ្្នឹងហើយគាត់អត់ចាស់ហើយណាបងប្អូនគឺគាត់នៅដដែលហ្មងសុខភាពគាត់គឺល្អមែនតែនហ្មងខ្ញុំសូមសរសើរគាត់អត់មានលើសខ្លាញ់អត់មានលើសអាស៊ីតអត់មានកើតទឹកនោមអីអត់ទេគឺគាត់ល្អបំផុតហ្មងរាល់ថ្ងៃហ្នឹងគាត់ឆ្លៀតប៉ុន្តែគាត់ថាវាគាត់អាយុ77ហ្នឹងគាត់រៀងទន់បន្តិចទន់ជើងមកថាដើរអីច្រើនអញ្ចឹងគាត់រៀងទន់ជើងប៉ុន្តែបើហាត់ប្រាណគាត់ធ្វើជាប្រចាំរាល់ថ្ងៃជាមួយក្រុមពួកខ្ញុំអញ្ចឹងហ្មងចាហ្នឹងហើយការធ្វើហ្នឹងវាមិនមែនអត់ប្រយោជន៍ទេបងប្អូនហើយបើមួយអាវសបែកខ្នងហ្នឹងមួយហ្នឹងគីឡូដល់កហើយនោះហាត់មួយឆ្នាំឯងបានឃើញមុខវាមកម្ដងដល់អញ្ចឹងទៅហើយវាមានតមអីវាដាក់យក1គីឡូវា8ជាងហើយនឹងខ្ញុំចេះប្រាប់ថាឲ្យកាត់បន្ថយការហូបចុកទៅកុំហូបរបស់ណាដែលវាប្រៃរបស់ដែលផ្អាប់របស់អីហ្នឹងគឺសិតតែពួកឡើងគីឡូហើយឲ្យកាត់បន្ថយទៅវាមិនកាត់បន្ថយណាវាថាឆ្ងាញ់រហូតចាការយើងធ្វើវាមិនអត់ប្រយោជន៍ទេណាបងប្អូនអើយព្យាយាមទៅចាយើងចាស់ហើយចេះតែខំទៅបងប្អូនហើយបើយើងមិនខំគ្មានពេលណាជួយយើងទេយើងចាស់សូម្បីតែកូនចៅក៏គ្នាជួយយើងអត់រួចដែរណាបងប្អូនដូចរាល់ថ្ងៃហ្នឹងកូនគេមានកម្លាំងចិត្តនឹងឃើញយើងសុខភាពល្អនឹងឃើញយើងមិនមានបញ្ហាអីចឹងណាអញ្ចឹងគេសប្បាយចិត្តនឹងយើងហើយបងប្អូនបើសិនជាយើងអត់ព្យាយាមទេគ្នាក៏ពិបាកដែរឃើញម្ដាយគ្នាមិនហ៊ានចេះមាត់ចេះកអីជាមួយម្ដាយដល់ចឹងហើយយើងមិនស៊ូយើងនឹងអត់បានសុខភាពទេបងប្អូនតើតើយើងថែទាំសុខភាពបែបយើងចឹងទៅបានយើងទទួលបានរាងកាយរឹងមាំចាហ្នឹងហើយបើសិនជាយើងប្រហែសទៅឃើញថាសុខភាពយើងក៏វាមិនរឹងប៉ឹងដែរណាចាការតស៊ូនឹងវាមិនអត់ប្រយោជន៍ទេបងប្អូនអើយវានៅតែបានចឹងឲ្យតែយើងព្យាយាមប្រឹងប្រែងក្នុងការហាត់ប្រាណហ្នឹងឃើញថាវាទទួលបាននៅសុខភាពយើងល្អចាការដែលយើងថែទាំហ្នឹងវាមិនជាខាតបង់អីទេគ្រាន់តែកន្លះម៉ោងបងប្អូនយើងហាត់តែកន្លះម៉ោងទៅយើងចាស់ហើយនោះយើងកុំហាត់យូរពេកធ្វើឲ្យយើងប៉ះពាល់ដល់រាងកាយយើងវិញទេដោយសារយើងហត់ហើយយើងមិនយករៀងយករើអីយើងហាត់យកសុខភាពនឹងបងប្អូនតែយើងហាត់យកសុខភាពវាអត់ពិបាកទេសំខាន់យើងវាមិនមានជំងឺអីច្រើននៅក្នុងរាងកាយយើងដូចជាខ្លាញ់ដូចជាអីអញ្ចឹងណាតែរាងកាយយើងអត់ហាត់ប្រាណអាខ្លាញ់ហ្នឹងវាកកនៅក្នុងខ្លួនយើងហើយហ្នឹងហើយបើសិនជាយើងហាត់ជាប្រចាំរាល់ថ្ងៃទៅសរសៃយើងក៏ទន់វាមិនរឹងវាមិនជាប់អីអញ្ចឹងណាខ្ញុំគ្រាន់តែមួយរយៈមុនដូចជាចំនួនខែ3ខែ4ហ្នឹងយើងអត់សូវហាត់បានហាត់ជាប់អញ្ចឹងណាហើយអញ្ចឹងជាប់ហើយរឹងចកេះងាកខ្លួនតាមស្រួលជាប់ចកេះគេតាមស្រួលជាប់ស្មាជាប់អីអញ្ចឹងដល់យើងហាត់រាល់ថ្ងៃអត់ទេបងប្អូនស្មាអីក៏ជាប់ចកេះអីយើងងាកអីទៅក៏វាអត់បញ្ហាចឹងហើយយើងព្យាយាមធ្វើទៅវាអត់ប៉ះពាល់និយាយខ្លីម៉ាត់ទៅវាអត់ប៉ះពាល់ខ្ញុំដើរទៅនឹងខ្ញុំទៅប្រអប់ឲ្យមួយនោះ
អត់ស្រឡាញ់ខ្លួនស្រឡាញ់លុយកាក់ខ្លាំងណាស់មួយអត់ដឹងថាសុខភាពហ្នឹងវាដើរតួមុនលុយកាក់ទេនឹងលុយកាក់កាត់ក្រោយបើសិនយើងអត់មានសុខភាពលុយកាក់ហ្នឹងគឺលែងមកហើយបើយើងមានសុខភាពទាំងលុយទាំងកាក់យើងមកព្រមទាំងអស់គ្នាចាហ្នឹងហើយកាលណាដែលយើងប្រឹងប្រែងវាមិនបាត់បង់ទេសុខភាពវាកាន់តែល្អឡើងចាហើយហាត់ហ្នឹងបងប្អូនសុបាយណាមើលសើចរហូតនោះបើថាខ្ញុំដាក់អាសំណើចដែលហើយទាំងភ្លេងទាំងអីនឹងចូលនឹងដឹងពីណាស្ដាប់ពីណាទេបើវល់ពេញនឹងទាំងអស់អញ្ចឹងបានខ្ញុំជាបិទសំឡេងនឹងទៅយើងនិយាយរបស់យើងវិញទៅចាអញ្ចឹងបងប្អូនមិនអាចស្ដាប់អភាសាក្រុមនឹងទេនិយាយអាក្រក់ណាស់ឲ្យតែមកជុំគ្នាឆ្អេះឆ្អាស់ក៏មានស្អីក៏មានដែរអញ្ចឹងហើយស្ដាប់អត់យកសំឡេងដើមហ្នឹងទៅអត់បានទេបានតែសំឡេងបញ្ចូលទេបងប្អូនអើយសូម្បីតែខ្ញុំធ្វើវីដេអូផុសចូលក្នុង page ក៏ខ្ញុំយកសំឡេងដើមអត់បានដែរអញ្ចឹងតើតែយើងបិទសលេងដើមនឹងឲ្យអស់ទៅយើងបញ្ចូលថ្មីអានឹងបានបើអញ្ចឹងទេវាអត់សូវពិរោះដល់អត់សូវពិរោះទៅវាដូចយើងថាអសរោះខ្មែរយើងធម្មតាខ្មែរយើងវាត្រូវការមានជីវធម៌ច្រើនដល់ពេលមកជួបជុំតែគ្នាគាត់អត់មានសូវគិតអីតែមកជួបជុំគ្នាឲ្យបងប្អូនឲ្យបង្អាប់គ្នាសិតតែចាស់សិតតែចោះអីអញ្ចឹងណានិយាយពាក្យជ្រៅដល់អញ្ចឹងយើងទទួលយកបានទេចាហ្នឹងហើយបងប្អូនទាំងអស់គ្នាការយើងថែទាំសុខភាពហ្នឹងខ្ញុំក៏គ្មានពាក្យអីចែកម្លែកបងប្អូនដែរបងប្អូនអើយមានតែពាក្យថាជូនពរឲ្យបងប្អូនខំថែសុខភាពទៅបើសុខភាពយើងមានហើយលុយកាក់វាកើតក្រោយទេបងប្អូនហ្នឹងហើយបើយើងមិនថែមានពីណាមកជួយថែសុខភាពយើងកូនចៅគ្នាទៅធ្វើការដើម្បីរកចិញ្ចឹមជីវិតកូនតគ្នាទៀតដល់អញ្ចឹងយើងដែលម៉ែឪដែលយើងធ្វើការអីអត់កើតហ្នឹងយើងមានតែថែទាំសុខភាពយើងទេដែលបានជោគជ័យក្នុងឆាកជីវិតរបស់យើងបើយើងអត់ថែកូនចៅគ្នាមិនសូវបានសុបាយចិត្តនឹងមួយយើងដែរហ្នឹងតែគ្នាអត់ចេះមាត់អត់ចេះកអីជាមួយម្ដាយគ្នាមិនហ៊ាននិយាយពាក្យធ្ងន់ពាក្យស្រាលអីអញ្ចឹងហើយបើសិនជាយើងចេះយល់ចិត្តគ្នាជាមួយកូនមួយចៅយើងមានសុខភាពហើយយើងសុបាយក្នុងសង្គមគ្រួសារយើងទៀតយើងអត់មានដូចថាចង្អៀតចិត្តណាចឹងយើងទលាយទោះបីផ្ទះតូចផ្ទះធំអីមិនសំខាន់ចង្អៀតចិត្តគឺពិបាករស់នៅបើយើងអត់ចង្អៀតចិត្តណាទោះបីខ្ទមទូចតែមួយក៏យើងរស់នៅបានសុបាយចិត្តដែរបងប្អូនចាហ្នឹងហើយហាត់ប្រើនឹងប្រុកប្រាជ្ញងាកទៅនិយាយសិនចាហ្នឹងហើយអរគុណច្រើនហើយបងប្អូនអើយដែលបងប្អូនបានចូលរួមមើលវីដេអូខ្ញុំវីដេអូមួយថ្ងៃនេះដូចយើងអត់រលូនសោះបងប្អូនហើយរវល់តែឈប់ចារវល់តែពិភាក្សាគ្នារឿងទៅធ្វើបន់ទៀតហើយចាហ្នឹងហើយមុនលោកឆាន់អីនៅណាណោះអញ្ចឹងហើយនាំគ្នាគិតគ្នាទៅធ្វើទៅការដែលយើងធ្វើវាបានទាំងសុបាយចិត្តបានទាំងសុខភាពផ្លូវកាយយើងនឹងវាស្រស់ស្រាយណាបងប្អូនហើយក៏ជុំញាតិជុំមិត្តអញ្ចឹងទៅវាមិនជាពិបាកអីច្រើនទេដល់អញ្ចឹងយើងក៏មានមិត្តច្រើនចាវិភាសាគ្នាមានមិត្តច្រើនអញ្ចឹងទៅវាសុបាយចិត្តបងប្អូនហើយចាហ្នឹងហើយខ្ញុំក៏គ្មានពាក្យអីចែកម្លែកបងប្អូនទេចាហើយខ្ញុំក៏មានតែពាក្យជូនពរបងប្អូនទាំងអស់គ្នាឲ្យខំរក្សាចិត្តឲ្យស្ងប់និងរក្សាដែលថែទាំសុខភាពយើងទាំងអស់គ្នាអញ្ចឹងទៅវាបានទាំងសុខភាពបានទាំងរាងកាយគ្រប់បែបយ៉ាងបានជួបជុំមិត្តភ័ក្តិល្អជុំនឹងគ្នាដើម្បីដើរទៅធ្វើបន់ធ្វើទានអីយើងវាសុបាយចិត្តអញ្ចឹងណាចាហ្នឹងហើយ
សូមជូនពរបងប្អូនទាំងអស់គ្នាសូមឲ្យជោគជ័យក្នុងឆាកជីវិតក្នុងការរស់នៅក៏ឲ្យមានសំណាងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមអរគុណច្រើនជម្រាបលាអរគុណចាចាប់ដើមមិនដំបងគេពុតដៃពុតជើងពុតសៃពុតអីអញ្ចឹងណាពុតចកេះពុតអីរែងខ្លួនរែងប្រានអីចឹងទៅហើយបានចាប់ដើមហាត់ទៅចាដល់ពេលយើងហាត់ជាប្រចាំរាល់ថ្ងៃទៅក៏សុខភាពយើងក៏វាបានល្អដែរចាហ្នឹងហើយសួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយទេបងប្អូនហ្នឹងហើយព្យាយាមថែទាំសុខភាពណាដើម្បីបានសុខភាពច្រើនមានតែការថែទាំទេបងប្អូនយើងចាសំខាន់រាល់ថ្ងៃចឹងទៅវារាងកាយយើងវារឹងប៉ឹងណាបើយើងហាត់ជាប្រចាំរាល់ថ្ងៃរាងកាយយើងរឹងប៉ឹងហើយបងប្អូនចាជម្រាបសួរបងប្អូនទាំងអស់គ្នាណាយើងព្យាយាមថែទាំសុខភាពទៅក៏យើងបានសុខភាពច្រើនដែរបងប្អូនចាអ្នកដែលមកនឹងសិតតែស្រឡាញ់សុខភាពណាស់បងប្អូនព្យាយាមណានោះបងស្រីឆ្លៀកខោកាឡាហ្នឹងក៏អាយុ77ហើយបងប្អូនគាត់សួរណាហើយគាត់ហាត់ជាមួយខ្ញុំជាង10ឆ្នាំហើយគីឡូគាត់តែប៉ុណ្្នឹងហើយគាត់អត់ចាស់ហើយណាបងប្អូនគឺគាត់នៅតែដែរហ្មងសុខភាពគាត់គឺល្អមែនតែនហ្មងខ្ញុំសូមសរសើរគាត់អត់មានលើសខ្លាញ់អត់មានលើសអាស៊ីតអត់មានកើតទឹកនោមអីអត់ទេគឺគាត់ល្អបំផុតហ្មងរាល់ថ្ងៃហ្នឹងគាត់ឆ្លៀតប៉ុន្តែគាត់ថាវាគាត់អាយុ77ហ្នឹងគាត់រៀងទន់បន្តិចទន់ជើងមកថាដើរអីច្រើនអញ្ចឹងគាត់រៀងទន់ជើងប៉ុន្តែបើហាត់ប្រាណគាត់ធ្វើជាប្រចាំរាល់ថ្ងៃជាមួយក្រុមពួកខ្ញុំអញ្ចឹងហ្មងចាហ្នឹងហើយការធ្វើហ្នឹងវាមិនមែនអត់ប្រយោជន៍ទេបងប្អូនហើយបើមួយអាវសបែកខ្នងហ្នឹងមួយហ្នឹងគីឡូដល់កហើយនោះហាត់មួយឆ្នាំឯងបានឃើញមុខវាមកម្ដងអញ្ចឹងទៅហើយវាមានតមអីវាដាក់យក1គីឡូវា8ជាងហើយនឹងខ្ញុំជាប្រាប់ថាឲ្យកាត់បន្ថយការហូបចុកទៅកុំហូបរបស់ណាដែលវាប្រៃរបស់ដែលផ្អាប់របស់អីហ្នឹងគិតសិតតែពួកឡើងគីឡូហើយឲ្យកាត់បន្ថយទៅវាមិនកាត់បន្ថយណាវាថាឆ្ងាញ់រហូតចាការយើងធ្វើវាមិនអត់ប្រយោជន៍ទេណាបងប្អូនអើយព្យាយាមទៅចាយើងចាស់ហើយចេះតែខំទៅបងប្អូនហើយបើយើងមិនខំគ្មានពេលណាជួយយើងទេយើងចាស់សូម្បីតែកូនចៅក៏គ្នាជួយយើងអត់រួចដែរណាបងប្អូនដូច